ក្នុងវីដេអូនេះខ្ញុំចង់និយាយថាលាហើយភាពក្រីក្រក៏លឺអញ្ចឹងមានណាបងប្អូនម្នាក់គាត់ខមមិនថាបងចង់រៀនទូរស័ព្ទដែរបងចង់រៀនធ្វើជាងដែរតាមពិតទៅបងប្អូនអើយបាទជាងវាមានថ្ងៃដែរបាទថ្ងៃខ្លះទៅក៏សាច់ខ្លាញ់ទៅថ្ងៃខ្លះទៅក៏សាច់ខ្លោចដូចជាងរ៉ាផុសអញ្ចឹងបាទគាត់ថាឃើញភ្ញៀវឆាតមកថាសម្អាតកាមេរ៉ាមុខចូលដីនឹងនិយាយថាបាសរោមព្រឺរោមដោយសារអីដោយសារពេលខ្លះកោះមកឆាច់ឆ្នូតរបស់គេពាយអញ្ចឹងបាទហើយតែឆ្នូតឲ្យចប់ហើយអង្គ2 3បាទអេក្រង់ថ្លៃណាស់បាទអញ្ចឹងទៅក៏វាមានថ្ងៃដែរបាទថ្ងៃខ្លះមិនទាន់បានធ្វើអីផងបាទក៏ភ្ញៀវយកមកសម្អាតតាដីចូលកាមេរ៉ាហ្នឹងក៏កោះឆាច់មកឆ្នូតអេក្រង់គេបាទអញ្ចឹងទៅរាល់បងប្អូនដែលមានបញ្ហាទូរស័ព្ទដីចូលកាមេរ៉ាមុខអីថ្ងៃក្រោយក៏អត់ធានាអេក្រង់ទេដោយសារអីដោយសារប្រភេទវាចូលដីហ្នឹងវាហើបអេក្រង់បាទហើបអេក្រង់អញ្ចឹងទៅវាអាចតាក់កាវនៅក្បាលអេក្រង់វាអាចហើប frame ចេញពីគ្នាអីចឹងណាបាទអា frame ហ្នឹងតួនាទីរបស់វាសម្រាប់គៀបបាទគៀបសាច់អេក្រង់ហ្នឹងចាប់សាច់អេក្រង់ដើម្បីមកប្រអប់ជាមួយនឹងតួអញ្ចឹងពេលដែលវាហើបកាវអញ្ចឹងទៅអាក្បាលអេក្រង់វានៅប៉ប៉ជាមួយនឹងអាចន្លោះសាច់ frame អញ្ចឹងទៅពេលណាយើងកោះមកឆាច់មកធ្វើឲ្យអាក្បាលជាប់ frame វាប៉ះនឹងក្បាលអេក្រង់ឡើងឆ្នូតពាយងឹតមុខឆឹងអញ្ចឹងចូលដល់សាច់រឿងយើងវិញបាទនេះគឺជាទូរស័ព្ទ iPhone 12 Pro Max ដែលបញ្ហាហ្នឹងគឺបែកអេក្រង់ហើយនឹងខូចខ្នងក្រោយហើយខ្នងក្រោយបងប្រុសគាត់ធ្លាប់ដូរខ្នងម្សាហើយគាត់ថាដូរទៅវាស្អាតមើលទៅវាលក្ខណៈថានិយាយទៅអត់សំណំតែហ្មងបាទអត់សំណំអត់សមអត់សួនអញ្ចឹងណាបាទហើយទូរស័ព្ទនេះមើលទៅឃើញថាយ៉ាប់យ៉ឺនដល់ហើយបាទដូរថ្មផងបាទដូរខ្នងក្រោយផងបាទមើលទៅដូចរៀងយ៉ាបន្តិចបាទអញ្ចឹងទៅយកមកខ្ញុំបាទនេះដូរតួស៊ីនបាទនេះតួស៊ីននេះគាត់ថាដូរអាហ្នឹងហើយឃើញថាស្អាតចែសបាទចាំមើលបងប្អូនមើលចុងវីដេអូទៅឃើញថាលិតបានបន្ទាប់ពីទៅហើយបាទចឹងនេះគឺជាតួស៊ីនដែលយើងដោះពីអាម៉ាស៊ីនដែលជាប់ iCloud បាទចឹងយើងចាប់គ្រឿងរបស់គាត់ចូលវិញមកបាទមានសនំជើងសាកបាទសនំជើងសាកហ្នឹងវាមានមិចស្រោបសំឡេងវាមានខ្សែចម្លង speaker ដុំញ័រ motor ញ័រហ្នឹងគឺនៅនឹងទាំងអស់បាទពាក់ព័ន្ធមួយសេវាមួយអីគឺនៅមួយកណាត់ក្រោមនឹងឯងបាទសេវាអញ្ចឹងអាផ្នែកខាងលើក៏មានសេវារបស់វាដែរគឺសេវា Wi-Fi បាទសេវា Wi-Fi សេវាអីគឺនៅផ្នែកខាងលើបាទអញ្ចឹងវាចែកខណ្ឌគ្នាបងប្អូនមើលទូរស័ព្ទរបស់យើងវាមានថ្នេរឃើញថ្នេរខណ្ឌកន្លែងតួរបស់វាមានថ្នេរហ្នឹងអាហ្នឹងគឺចែកខណ្ឌរវាងសេវា SIM និងសេវារបស់ Wi-Fi គេអត់ឲ្យឆ្លងចូលគ្នាទេបាទឆ្លងចូលគ្នាវាវល់បែកក្អួតមិនដឹងចាប់សេវាមួយណាបានទេបាទអញ្ចឹងបានគេកាត់ថ្នេរតាមក្បាលលើក្បាលក្រោមអីចឹងណាបាទអញ្ចឹងនេះគឺជាថ្មបាទយើងត្រូវដូរថ្មមួយទៀតដោយសារថ្មរបស់គាត់នឹងវល់វក់ឡើងទូកសាច់អស់ហើយបាទទុនល្វែកដូចត្រីឆ្លូញអញ្ចឹងណាបាទអញ្ចឹងយើងធ្វើការដូរថ្មកើអំពែឲ្យគាត់លេងបានយូរតិចបាទកុំឲ្យថាលេងដូចថ្មមុនលេងមកនៅផ្លែតអស់ផ្លឹបងឹតឈឹងរតែលេងខ្វេះតបុកអីមិនកើតអញ្ចឹងណាបាទអញ្ចឹងយើងក៏ធ្វើការដាក់ថ្មកើអំពែឲ្យគាត់បាទលេងបានយូរណាស់អាហ្នឹងប៉ុន្តែមិនដឹងថាអាយុកាលវារយៈពេលប៉ុន្មានទេ battery life របស់វាហ្នឹងបាទអញ្ចឹងទៅយើងធ្វើការដាក់ថ្មដាក់អីចូលហើយយើងធ្វើការឈូសកាវចាស់បាទសេះសល់ពីជំនាន់ចាស់មកបាទកាវចាស់ហ្នឹងបាទអាហ្នឹងយើងធ្វើការឈូសវាឲ្យស្អាតបន្ទាប់មកយើងធ្វើការបិទស្កុតថ្មីចូលបាទស្កុតជំរាមទឹកការពារទឹកតិចតួចការពារធូលីអីចឹងកុំឲ្យវាចូលដីបាទនេះស្កុតហ្នឹងហើយគុណភាពស្កុតហ្នឹងយើងអាចទទួលយកបានបាទគ្រាន់បើយើងអត់គ្រាន់បើយើងអំបិលដែរបាទគុណភាពរបស់វាហ្នឹងណាបាទអញ្ចឹងយើងធ្វើការបិទចូលឲ្យស្អាតយើងធ្វើការរូតឲ្យស្មើបាទរូតឲ្យស្មើចាំយើងបកអាថងខាងលើឆ្អឹងស្កុតហ្នឹងចេញមកបាទអញ្ចឹងយើងធ្វើការបកអាហ្នឹងចេញមកបាទវានៅគៀននេះអញ្ចឹងប៉ុណ្ណឹងយើងទុកវាមួយអន្លើរួចធ្វើការយកអេក្រង់របស់យើងមកដើម្បីធ្វើការចាប់ sensor ចូលបាទ sensor នេះដែរគឺតួនាទីរបស់វាហ្នឹងគឺ Face ID ក៏នៅក្នុងហ្នឹង True Tone ក៏នៅក្នុងហ្នឹងបាទហើយ sensor auto blue ក៏នៅក្នុងហ្នឹងបាទអញ្ចឹង sensor នេះគឺវាមានហើយមាន speaker មួយទៀតបាទ speaker ស្ដាប់តិចហ្នឹងបាទវា receiving speaker ហ្នឹងបាទអញ្ចឹងយើងធ្វើការចាប់ចូលហើយយើងធ្វើការតេស្តបាទធ្វើការតេស្តតិចមកថា
តនាការ function បាទគ្រប់លក្ខខណ្ឌឬក៏អត់បាទមាន scan នៅតនាការអត់ឃើញថាបន្ទាប់ពីតេស្តទៅឃើញថារបស់គាត់ខូចតាំងពី scan ទៀតបាទ scan មុខដោយសារបែក sensor បាទហ្នឹងបាទបែកពីមុខមកខ្លាំងពេកបាទធ្វើក៏បែក sensor របស់គាត់បាទអញ្ចឹងទៅធ្វើការបកស្គុតចេញមកបានយើងកັບអេក្រង់ចូលបាទគាត់កັບអេក្រង់ឆាច់ទៅស៊ីលុយបាទបាទប៉ុណ្ណឹងមានអីបាទគាត់ថាបងប្អូនមើលអញ្ចឹងឃើញថាលឿនណាបាទដល់ធ្វើមែនតើបាទមួយកណាត់ថ្ងៃដែរនោះបាទបែកញើសខ្ចាយដែរតាមសិនតិចគ្មានបើកផងបាទនៅក្នុងបន្ទប់ហប់ឆឹងតែម្ដងបាទខ្ញុំបានវីដេអូមួយឲ្យបងប្អូនមើលបាទអញ្ចឹងយើងតេស្តឲ្យអស់ហើយបងប្អូនបាទនេះ7អីភ្លឺចាចពេញហ្នឹងអស់ហើយបាទឃើញទេខ្ចេញញ៉ាញ់បាទយើងជូតតួឲ្យមើលណែអូអែមស្រែមបាទនេះចាំងលើប្រឡូកបាទហុងស៊ុយតែម្ដងបាទពណ៌នេះបាទជាតិតែម្ដងបាទជាតិ